รอมันบานเต้ช่วยนะพวกนายบางคนหนึ่งออกนี่นี่คือเจนนุ่มขมายเราบ่เยอะกระไดบองกระไดงั้นกระไดใจงั้นนมบะบันแต่เธอปีดมลงขมายเราบ่เยอะบางคนเหม็นเธอปีนตาก้อนดมลงนะดำลงสัตว์ดมลงสัตว์นี่ดมลงไอ้เธอเดาเนี่ยคล้ายๆตะลงโก้เนี่ยคล้ายๆตะลงเชอตามดับบอลงั้นเนี่ยบางคนงั้นอดem thế hơi mà làm mồm cho mày cái tha về rắn mà chặt đau nung bạc bấn phun còn lạc cho anh mình tên phải là riêng chọn được ok đột nung bạc bấn chỉ riêng rong ấy rồi có đột ta mà pe lụa thì ดอดเรียงรถไงบองจับปีเป้ปรักแล้วดอดเป้ละงี้ แล้วชอบđất là đột ในดอดบอลในมาจากการใน เมื่อคราวนี้บอกดอดเลยvậy bị thà thùng khăn chui khăn mình tên phong phong từng ngọcนี่ ơi con tay mặt đo tật đầy sim riệp គឺនៅភូមិប្រដាកនេះភ្លាមនិយាយពីថាស្រស់ស្អាតខ្លាំងណាស់ទស្សនវិជ្ជានៅភូមិប្រដាកនេះហើយបើនិយាយពីក្លិនឈ្ងុយវិញគឺឈ្ងុយភីមកពេញច្រមុះតែម្ដងនេះបងប្អូនទាំងអស់គ្នាឈ្ងុយក្លិននំបាក់បិនដោយតែបងប្អូនបានដឹងហើយនិយាយរ៉ាន់នំបាក់បិនដុតភូមិប្រដាកម្ចាស់ដើមនិយាយពីថាក្លិនអូឈ្ងុយមកនេះគឺមកចំពេលវេលាមួយដែលកំពុងតែដុតនំបាក់បិនដល់ឈ្ងុយឆ្ងាញ់ខ្លាំងមែនទែនបងប្អូនបានដឹងហើយនំបាក់បិនជានំខ្មែរមួយដែលនិយាយទៅគឺចាប់អារម្មណ៍ខ្លាំងឥឡូវបងប្អូនកំពុងតែកាត់តតែម្ដងអនុញ្ញាតស្គាល់ឈ្មោះផងបងប្អូនមានឈ្មោះដែរអូនឈ្មោះពោចិន្តាបងអូនស្រីពោចិន្តាអ្នកនៅខាងទឹកដីអង្គរសៀមរាបហើយនៅភូមិប្រដាកเนาะអូយ៉ាងណាដែរអូយបងគាត់ជុំមកភ្លាមឈ្ងុយនំបាក់បិននេះសម័យកាលពីក្មេងនឹកឃើញអូបានញ៉ាំនំបាក់បិនម្ដងនិយាយពីថាសប្បាយចិត្តខ្លាំងអូយឥឡូវតំណងណាស់មកដល់ក្លិនឈ្ងុយដូចតែបងប្អូនបានដឹងហើយរយៈនេះខ្ញុំអត់សូវបានថតម្ហូបផ្សព្វផ្សាយទៅកាន់បងប្អូនទាំងអស់គ្នាទេពីច្រើនខ្ញុំថតតែតំបន់ទេសចរឬក៏កសិកម្មជូនទៅកាន់បងប្អូនដើម្បីលើកស្ទួយនៅវិស័យទេសចរនិងកសិកម្មតែដល់ឡែកថ្ងៃនេះខ្ញុំបានមកដល់ភូមិប្រដាកនៅទឹកដីខេត្តសៀមរាបនេះគឺឈ្ងុយទ្រាំមិនបានទេបងប្អូនទាំងអស់គ្នាឈ្ងុយទ្រាំមិនបានដោយសារអីនំបាក់បិនរបស់យាយរ៉ាន់គេនិយាយយាយរ៉ាន់ម្ចាស់ដើមនំបាក់បិននៅភូមិប្រដាកនេះអូឈ្ងុយខ្លាំងមែនទែនខ្ញុំទ្រាំមិនបានអូនមកសុំមកដុំសិនមកសុំមកដុំភ្លក់សិនហើយទ្រាំមិនបានទេឈ្ងុយណាស់បងប្អូនទាំងអស់គ្នានេះគឺជានំខ្មែររបស់យើងណាกระไดบองกระไดឆ្ងាញ់កដៅតែឆ្ងាញ់នំបាក់បិនដែលធ្វើពីដំឡូងខ្មែររបស់យើងបងប្អូនមិនមែនធ្វើពីម្សៅអង្គរដំឡូងណាដំឡូងសត្វដំឡូងសត្វនេះដំឡូងអីធ្វើដែរអូនអ្នកខ្លះហៅដំឡូងកូនអ្នកខ្លះហៅដំឡូងឈើតាមតំបន់ឆ្ងាញ់ណាស់បងប្អូនឆ្ងាញ់អត់ផ្អែមទេហើយមកល្មមអញ្ចឹងមកគេថានិយាយរ៉ាន់ម្ចាស់ដើមនំបាក់បិនភូមិប្រដាកឆ្ងាញ់មែនទែនហើយយើងចង់ដឹងអូនស្រីដុតនំបាក់បិននេះជារឿងរងថ្ងៃឬក៏ដុតតែមកពេលលក់ទេដុតរៀងរាល់ថ្ងៃបងចាប់ពីពេលព្រឹករហូតដល់ពេលល្ងាចឥឡូវឈប់ដុតឬនៅដុតនៅដុតទៀតបងនៅមកចក្រាននៅក្រៅនេះបងដុតដែរដុតតិចទៀតខ្ញុំទៅថតនៅខាងក្រៅឥឡូវនេះចង់ដឹងតិចពាក់ព័ន្ធនឹងនំបាក់បិនដែលបងធ្វើរាល់ថ្ងៃមួយថ្ងៃដុតប្រហែលថាសនេះពីច័ន្ទដល់សុក្រអាចចន្លោះពី4ទៅ5ថាស4ទៅ5ថាសសៅរ៍អាទិត្យឬថ្ងៃបុណ្យពី10ទៅ20ដាច់ឆ្នាំអញ្ចឹងចាបងមានគ្រប់ត្រូលច្រើនក្នុងមួយស្មុកនេះអូនក្នុងមួយស្មុកដែលនៅដៃបងនេះយើងលក់ចេញបានប្រហែលដែរអូនក្នុងមួយស្មុកនេះមាន12ដុំតម្លៃ11000ទាំងថ្លៃស្មុកបើនំតែ10000ទេដល់ពេលតែមួយស្មុកនេះទៀតចា1000រៀលស្អាតបានស្មុកនេះស្អាតបងប្អូនទាំងអស់គ្នាមិនថ្លៃទេនំខ្មែររបស់យើងរចនាបថ design បែបស្អាតបែបនេះបង្ហាញទៅកាន់ជនបរទេសទៀតរត់តែគ្រប់គ្រងការសរសើរនៅនំខ្មែររបស់យើងជាពិសេសនំបាក់បិនដែលធ្វើឡើងពីដំឡូងខ្មែររបស់យើងចារសជាតិឆ្ងាញ់មែនណាបងញ៉ាំហើយមានអារម្មណ៍ថាឆ្ងាញ់ខ្លាំងហ្មងឥឡូវនេះចង់ដឹងបន្ថែមបន្តិចពាក់ព័ន្ធជាមួយនឹងនំរបស់យើងមួយថ្ងៃយើងដុតបានប្រហែលថាសនោះពីដូចខ្ញុំនិយាយចឹងពីថ្ងៃច័ន្ទដល់សុក្រចន្លោះពី4ទៅ5ថាស4ទៅ5ថាសទីតាំងរបស់បងប្អូនផ្ទាល់គឺនៅលើផ្លូវធំភូមិប្រាកហ្នឹងហ្មងណានៅចំកណ្ដាលភូមិហ្មងចូលមកដល់គឺឃើញប៉ាយចាប៉ាយឈ្មោះបាក់បិនលោកយាយរ៉ាន់ម្ចាស់ដើមមានតែមួយប្រដាកមានតែមួយទេឆ្ងាញ់បងប្អូនខ្ញុំមិនងាយថតម្ហូបទេមួយរយៈនេះបងប្អូនដឹងហើយគឺខ្ញុំថតតែកសិកម្មឬក៏ទេសចរឲ្យឆារស៊ីតែដល់ឡែកបានមកដល់ភូមិប្រដាកទឹកដីខេត្តសៀមរាបនេះវាឈ្ងុយអាក្លិននំបាក់បិនដែលខ្ញុំនៅពីក្មេងធ្លាប់ញ៉ាំស្អិតល្មួតទ្រាំបានទេសុំម្ដុំទៀតអូយសុំម្ដុំទៀតតំណងពេកបងប្អូននៅតំណងពេកនំខ្មែររបស់យើងប៉ះដៃញ៉ាំខ្លួនឯងមិនប្រកាន់ទេឆ្ងាញ់ខ្ញុំហ៊ាននិយាយថាឆ្ងាញ់អត់ផ្អែមពេកទេល្មមអ្នកដែលបញ្ហាលើជាតិស្ករក៏គាត់អាចញ៉ាំបានដែរបាទខ្ញុំគាត់តែមើលមកដឹងហ្មងហើយស្អត់ឆ្ងាញ់ណាស់បងប្អូនញ៉ាំបងប្អូននេះនិយាយត្រង់វិញឥឡូវយើងមកមើលខាងក្នុងវិធីនៃការដុតតិចទៅតោះសុំបងប្អូននាំមកបន្តិចបានទេយើងមកមើលនៅទស្សនវិជ្ជាដុតនំបាក់បិននេះតែគេចំណាយពេលប្រហែលមកគេដុតយ៉ាងម៉េចបានឲ្យវាឆ្អិនល្អអូន
ក្នុងមួយឋាននេះយើងចំណាយពេល30នាទីបងដើម្បី មួយឋាននេះតែ30នាទីទេ ចាពួកយើងប្រើខ្ជុងលើហើយនឹងក្រោមអញ្ចឹងដើម្បីអាចបើកមើលតិចបានទេអូន បានបងបាន បាទសុំបើកមើលតិចណាឲ្យបងប្អូនអ្នកកាន់ណាព្រោះបងអត់ហ៊ានកាន់ទេបងអត់ជំនាញហើយលោវាប៉ះពីអីចឹងអូនេះបងប្អូនអូឈ្ងុយឡើងទលំមកឥឡូវបិទវិញក៏បានដែរមូលហេតុអីបានយើងពេលដែលដុតយើងដាក់ខ្ជុងពីលើនេះ អាហ្នឹងតាមបែបបុរាណដែលម៉ាក់ហើយនឹងយាយគាត់ដុតតាំងពីជំនាន់កាវជាងមកគឺយើងដុតបែបហ្នឹង ឲ្យវាឆ្អិនល្អ ចាឲ្យឆ្អិនល្អយើងប្រើខ្ជុងទាំងលើទាំងក្រោមដើម្បីឲ្យកណ្ដាលហ្នឹងគឺវាមានសីតុណ្ហភាពស្មើឆ្អិនបុកពីក្រោមផងពីលើទៅផងនេះគឺជាចំណេះដឹងឬបទពិសោធន៍មួយសម្រាប់អ្នកដុតនំបាក់បិនអូយខ្ញុំនិយាយដល់ខ្ញុំខ្លាញ់មែនតើមកអញ្ចឹងបងប្អូនអ្នកនរគ្នាប្រកាសជាចង់ដឹងពីលេខទូរស័ព្ទរបស់បងប្អូនស្រីផ្ទាល់តែម្ដងគេលើយើងមកដល់ខេត្តសៀមរាបអីចង់ញ៉ាំនំបាក់បិនអីណាឃើញអនុស្សាវរីយ៍តាំងពីក្មេងញ៉ាំនំបាក់បិនចុះបច្ចៈនំបាក់បិនគឺធ្វើចេញពីដលងអត់មានធ្វើចេញពីផ្សេងទេបងអត់មានលាយអីទាំងអស់គឺយើងប្រើតែរូបមន្តដើមដូចជាដំឡូងគោឬដំឡូងឈើហ្នឹងជាមួយនឹងខ្ទិះដូងហើយនឹងយើងបន្ថែមស្ករទឹកដោះគោទៅតាមហ្នឹងបាទពិសេសមែនទេចាំពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបងប្អូនស្រីប្រកាសលេខទូរស័ព្ទតិចគេលោកបងប្អូនចង់កំងទៅញ៉ាំនៅខេត្តអីចាបើសិនជាបងមកចង់បាននំលឿនអីអាចធ្វើការកំងតាមលេខទូរស័ព្ទសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបញ្ហាសក់ប្រេងសក់ស្ដើងសក់ឆេះសក់បៃចុងកុំភ្លេចប្រើប្រាស់ជាមួយនឹងសាប៊ូកសក់ UV ដបពណ៌ខ្មៅសម្រាប់អ្នកសក់ប្រេងដបពណ៌បៃតងសម្រាប់អ្នកសក់ស្ងួតប្រើប្រាស់ជាមួយនឹងស្ប្រេបាញ់សក់ UV ដើម្បីបណ្ដុះកូនសក់ប្រើជាឈុតជាមួយនឹងសាប៊ូកសក់ UV ធានាថាគុណភាពជាទីគាប់ចិត្ត078 824 968និងមួយខ្សែទៀត093 59 49 59អរគុណច្រើនលោកស្រីជូនពរលោកកាន់តែដាច់អូអ្នកបងតសោនេះបដាកណានិយាយក៏ពីរੂហើយរូរីតាក់តកាន់ភ្ញៀវទាំងភ្ញៀវបានភ្ញៀវបរទេសទេណោះចឹងបានយើងតាក់ទាញភ្ញៀវបានច្រើនពីមួយថ្ងៃទៅមួយថ្ងៃមួយឆ្នាំទៅមួយឆ្នាំទាំងអស់នេះហើយយើងអាចលើកស្ទួយនៅវិស័យបាទម្ហូបអាហារហើយនៅវិស័យទេសចរនៅកាន់ភូមិប្រដាច់ទឹកដីខេត្តសៀមរាបចឹងចូលរួមទាំងអស់គ្នា share ដើម្បីលើកស្ទួយនៅវិស័យទេសចរអរគុណច្រើន